លោកអ្នកអានទាំងឡាយរហូតវេលា3ខែដែលនៅស្រុកកោកិលាក្រៀមខ្ញុំបានជួបប្រទះនឹងហេតុការណ៍ជាច្រើនសូម្បីជាភូមិស្រុកតូចប្រកបដោយគ្រួសារមិនច្រើនជាងចំនួន100ក៏ដោយតែពេញដោយមនុស្សប្រើគំនិតមានបុរសចាស់ម្នាក់ឈ្មោះគុំពកៈអាយុប្រមាណ60ឆ្នាំនៅក្នុងភូមិស្រុកនេះដែរកាលវ័យកំឡោះគាត់ធ្លាប់ទៅនៅក្នុងក្រុងរាជក្រឹស្នដែលជានគរសម្បូរដោយមេលទ្ធិសាសនាច្រើនឆ្នាំពេលក្រោយបានមកតាំងទីកន្លែងនៅស្រុកភូមិនេះគុំពកៈបានទទួលសេចក្តីគោរពរាប់អានយ៉ាងខ្ពស់អំពីអ្នកស្រុកព្រោះសម្ដីថ្វីមាត់ប្រាជ្ញារបស់គាត់គុំពកៈជាអ្នកនាំផ្លូវចិត្តរបស់អ្នកស្រុកកាលខ្ញុំធ្វើដំណើរមកដល់ភូមិស្រុកនេះនឹងនៅប្រចាំរហូត3ខែនៃវស្សាគាត់ក៏បានក្លាយជាគូសន្ទនាគូខ្លាចរបស់ខ្ញុំភ្លាមគុំពកៈព្រមទាំងក្មួយប្រុសរបស់គាត់ម្នាក់ចូលចិត្តទៅរកខ្ញុំស្ទើរគ្រប់ថ្ងៃរសៀលហើយក៏សន្ទនាគ្នាក្នុងបញ្ហាផ្លូវធម៌រហូតល្ងាចត្រជាក់ទើបលាត្រឡប់ទៅផ្ទះក្នុងពេលដើមដំបូងដែលខ្ញុំទៅដល់គុំពកៈសម្ដែងអាការៈមើលងាយក្រអឺតក្រអោងដាក់ខ្ញុំយ៉ាងច្បាស់លាស់ព្រោះធម្មតាមនុស្សចាស់ដែលមានប្រាជ្ញាកាលឃើញមនុស្សកំឡោះប្រហែលនឹងវ័យកូនគាត់ប្រហែលក្មួយរបស់គាត់ដូចជារូបរាងខ្ញុំជាដើមក៏រមែងគិតវាយតម្លៃបន្ថោកមុនជាដរាបដោយគិតអាំងស្មានថាមិនដល់ខ្លួនតែក្រោយពីបានសន្ទនានឹងខ្ញុំតមកជាវេលាប្រហែលកន្លះខែគាត់ក៏កើតសេចក្តីស្រឡាញ់និងគោរពខ្ញុំដោយពិតប្រាកដទាំងនេះមិនមែនព្រោះខ្ញុំបានប្រើល្បិចកិច្ចកលឧបាយអ្វីឬក៏និយាយអែបអបសម្រាប់ចាក់បណ្ដោយអ្វីទេតែព្រោះខ្ញុំនិយាយសេចក្តីពិតតាមក្រមក្រឹតពុទ្ធធម៌និងគេប៉ុណ្ណោះតាមពិតសេចក្តីត្រូវផ្លូវប្រសើរមានជាដរាបតែមនុស្សមិនយល់មិនស្គាល់សេចក្តីពិតទើបជជែកប្រកែកគ្នាខ្ញុំមិនជជែកប្រកែកប្រកាន់នឹងគុំពកៈខ្ញុំក៏មិនសរសើរបញ្ចូលគុំពកៈព្រោះការជជែកប្រកែកនឹងជំទាស់កើតពីការប្រកាន់ទិដ្ឋិមានះខ្ញុំមិនសរសើរបញ្ចូលគាត់ព្រោះសេចក្តីសរសើរបញ្ចូលកើតពីការខ្លាចតែខ្ញុំនិយាយទៅតាមសេចក្តីពិតនេះគឺគោលសន្ទនាធម៌ដែលព្រះពុទ្ធអង្គទ្រង់អនុវត្តមកបុរសជរាគុំពកៈផ្ដើមសន្ទនានឹងខ្ញុំក្នុងថ្ងៃរសៀលមួយព្រះគុណម្ចាស់ការសម្លាប់សត្វតើបាបឬទេសំណួររបស់គាត់ធ្វើឲ្យខ្ញុំនឹកប្លែកក្នុងចិត្តព្រោះគាត់មិនគួរនឹងសួរប្រស្នាងាយៗយ៉ាងនេះការសម្លាប់សត្វនរណាក៏រមែងឃើញថាជាបាបទាំងអស់តែជួនកាលអាចជារណ្ដៅធ្នាក់តែឲ្យខ្ញុំធ្លាក់ក៏អាចថាបានព្រោះគុំពកៈវាងវៃណាស់មនុស្សក្នុងភូមិស្រុកមិនមាននរណាហ៊ានជជែកយកឈ្នះគាត់បានឡើយតែទីបំផុតខ្ញុំក៏ឆ្លើយទៅតាមគោលធម៌ថាការសម្លាប់សត្វជាអំពើបាបពិតប្រាកដគាត់ក៏សួរសន្មតថាយើងមិនបានចុះដៃសម្លាប់ខ្លួនឯងតែប្រើឲ្យអ្នកដទៃសម្លាប់តើបាបឬទេបាបដូចគ្នាញោមសន្មតថាយើងមិនបានសម្លាប់ខ្លួនឯងទាំងមិនប្រើនរណាសម្លាប់តែយើងធ្វើការខ្លះដែលជាអំពើទំនុកបំរុងឲ្យគេសម្លាប់ដោយផ្លូវអមយ៉ាងនេះតើបាបឬទេខ្ញុំឆ្លើយបាបដូចគ្នាគុំពកៈញញឹមយ៉ាងបានការហើយក៏ពោលយ៉ាងម៉ឺងម៉ាត់ថាបើយ៉ាងនោះលោកម្ចាស់ក៏ធ្វើបាបរាល់ថ្ងៃនោះឯងអាត្មាធ្វើបាបយ៉ាងម៉េចខ្ញុំសួរយ៉ាងមិនយល់ក៏លោកជាអ្នកបរិភោគសាច់រាល់ថ្ងៃនេះឯងការបរិភោគសាច់សត្វជាបាបផងឬជាបាបយ៉ាងពិតប្រាកដបាបយ៉ាងណាអធិប្បាយឲ្យអាត្មាស្ដាប់បន្តិចមើលអាត្មាបរិភោគសាច់មកយូរហើយមិនដែលធ្លាប់គិតសោះឡើយថាជាអំពើបាបលោកម្ចាស់ក៏ព្រមរ៉ាប់រងហើយមិនមែនឬថាការសម្លាប់សត្វខ្លួនឯងក្តីប្រើគេឲ្យសម្លាប់ក្តីក៏សុទ្ធតែបាបការបរិភោគសាច់សត្វនេះជាការជួយទំនុកបំរុងឲ្យគេសម្លាប់សត្វយ៉ាងពិតប្រាកដគុំពកៈនិយាយយ៉ាងមុតមមប្រាកដក្នុងចិត្តអាត្មានៅមើលមិនឃើញសោះឡើយថាជាការទំនុកបំរុងគេឲ្យសម្លាប់បុរសចាស់សើចយ៉ាងមានទំនុកចិត្តហើយពោលក៏លោកម្ចាស់មិនគិតឬទេថាព្រោះមានការស៊ីទើបមានការសម្លាប់ព្រោះលោកឆាន់សាច់ទើបគេសម្លាប់បើគ្មានអ្នកស៊ីក៏គ្មានអ្នកសម្លាប់ព្រោះដូច្នោះការស៊ីទើបជាការទំនុកបំរុងការសម្លាប់ដូច្នេះលោកម្ចាស់ដែលឆាន់សាច់សត្វក៏ឈ្មោះថាធ្វើបាបដែរខ្ញុំតបមនាលឧបាសកក្នុងរឿងនេះមានមនុស្សតាក់ទងគ្នា3នាក់គឺអ្នកសម្លាប់ម្នាក់អ្នកទទួលទិញយកទៅស៊ីម្នាក់អ្នកទទួលពីនោះយកទៅស៊ីម្នាក់សូមហៅងាយៗថាមនុស្សទី1មនុស្សទី2មនុស្សទី3បើមនុស្សទី3ទៅប្រាប់ព្រមព្រៀងឲ្យមនុស្សទី2ហើយមនុស្សទី2ទៅប្រាប់ព្រមព្រៀងនឹងមនុស្សទី1យ៉ាងនេះ
មនុស្សទាំង3នាក់បាពិតប្រាកដព្រោះព្រមព្រៀងគ្នាយ៉ាងច្បាស់លាស់តែបើមនុស្សទី2ទៅទំនុកបំរុងឲ្យមនុស្សទី1ជាអ្នកសម្លាប់សត្វហើយទិញយកសាច់នោះមកធ្វើស៊ីជាចំណែកខ្លួននឹងគ្រួសារមនុស្សទី3មិនដឹងរឿងរ៉ាវអ្វីដើរទៅមនុស្សទី2ឃើញនឹកអាណិតទើបបែងចែកសាច់សត្វនោះមកឲ្យទានខ្លះមនុស្សទី3ក៏ទទួលទៅបរិភោគល្មមរស់មួយពេលយ៉ាងនេះអាត្មានិងព្រះភិក្ខុទាំងឡាយក្នុងព្រះពុទ្ធសាសនាប្រៀបបាននឹងមនុស្សទី3ក្នុងវេលាព្រឹកអាត្មាស្ពីបាតដើរទៅតាមចន្លោះផ្ទះដោយតាំងចិត្តថានឹងទទួលអាហារពីអ្នកចិត្តបន់មកបរិភោគល្មមញ៉ាំងជីវិតឲ្យប្រព្រឹត្តទៅមួយថ្ងៃអ្នកស្រុកនាំអាហារប្រភេទណាមកដាក់ក្នុងបាតក៏ទទួលយកដោយការសង្រួមមិនដែលគិតថាសូមឲ្យអ្នកស្រុកនាំអាហារប្រភេទនេះប្រភេទនោះមកដាក់បាតកាលបានអាហារល្មមសមគួរហើយក៏ត្រឡប់ចេញមកឆាន់វិញបានរបស់ណាក៏ឆាន់របស់នោះបានអាហារល្អក៏មិនត្រេកអរបានអាហារអាក្រក់ក៏មិនខូចចិត្តតាំងចិត្តបរិភោគតែល្មមកែសេចក្តីស្រេកឃ្លានព្រះពុទ្ធជាម្ចាស់ត្រាស់ថាសេចក្តីឃ្លានជារោគធំមួយថ្នាំកែរោគឃ្លានក៏គឺអាហារនោះឯងអាត្មាបរិភោគអាហារដូចគ្នានឹងបរិភោគថ្នាំកាលរោគឃ្លានបាត់ហើយក៏ឈប់ភ្លាមអាត្មាមិនដឹងមិនឃើញមិនបានឮឡើយថាគេសម្លាប់សត្វនៅទីណាពីកាលណាទាំងមិនបានគិតថាគេនឹងសម្លាប់ដើម្បីអាត្មាដោយចំពោះឡើយកាលអាត្មាបានឃើញគេសម្លាប់បានឮគេសម្លាប់និងដឹងថាគេសម្លាប់ដើម្បីអាត្មាដោយចំពោះអាត្មានឹងមិនបរិភោគដោយដាច់ខាតបើនៅតែបរិភោគនឹងខុសពុទ្ធបញ្ញត្តិពិតប្រាកដកាលអាត្មាប្រតិបត្តិខ្លួនដូច្នេះនឹងហៅថាជាបាបបានយ៉ាងណាបុរសចាស់ក៏នៅការពារក្រៀកក្រាញនឹងយោបល់របស់គាត់ណ៎ហើយចុះសូម្បីលោកម្ចាស់មិនតាក់ទងនឹងបាបព្រោះមិនបានធ្វើបាបដោយកាយវាចាចិត្តដោយត្រង់ក៏ដោយលោកម្ចាស់ក៏ត្រូវឈ្មោះថាបាបក្នុងការបរិភោគរបស់ដែលមិនបរិសុទ្ធរបស់មិនបរិសុទ្ធដូចម្ដេចទៅខ្ញុំសួរសន្មតថាបុរសម្នាក់ទៅប្លន់សម្លាប់ម្ចាស់ទ្រព្យយករបស់គេមកប្រគេនលោកម្ចាស់ក៏ដឹងហើយថារបស់នោះគេបានមកពីការប្លន់មិនបរិសុទ្ធតែលោកក៏នៅតែទទួលរបស់មិនបរិសុទ្ធនោះយ៉ាងនេះនឹងឈ្មោះថាលោកប្រតិបត្តិប្រពៃឬលោកម្ចាស់នឹងរួចចាកបាបឬបើដឹងថារបស់នោះគេប្លន់សម្លាប់ម្ចាស់ទ្រព្យហើយនាំយកមកឲ្យហើយនៅតែទទួលដោយចិត្តត្រេកអរក៏មិនរួចពីបាបដែរព្រោះប៉ុនគ្នានឹងការជួយទំនប់បំរុងចោរកម្មត្រេកអរក្នុងបាបកម្មនោះបើយ៉ាងនោះការដែលលោកម្ចាស់បរិភោគសាច់ក៏បាបព្រោះជារបស់មិនបរិសុទ្ធជារបស់បានមកពីការប្លន់សម្រាប់ជីវិតរាងកាយរបស់សត្វដទៃមិនមានសត្វណាព្រមប្រគល់សរីរៈរាងកាយរបស់ខ្លួនឲ្យដល់មនុស្សងាយក៏មនុស្សនឹងសម្លាប់វាបានវាខំតស៊ូឬបំរះរហូតអស់សមត្ថភាពកាលទ្រាំនឹងកម្លាំងរបស់មនុស្សមិនបានទើបព្រមស្លាប់ដោយកំហឹងដោយគំនុំព្យាបាទចង់អាឃាតប្រចាំចិត្តយ៉ាងខ្លាំងក្លាព្រោះដូច្នោះសាច់សត្វគ្រប់ប្រភេទដែលលោកបរិភោគទើបឈ្មោះថាបាបដោយមានការប្លន់ជារបស់មិនបរិសុទ្ធកាលលោកម្ចាស់ឆាន់របស់មិនបរិសុទ្ធដូច្នេះនឹងមិនមានឈ្មោះថាបាបដោយម្ដេចកើតទៅហេតុផលរបស់បរិសចាស់មុះមុតគួរស្ដាប់ណាស់តែបើមិនធ្លាប់គិតពីមុនមកក៏អាចនឹងទាល់ច្រកចំពោះហេតុផលរបស់គាត់បានតែបញ្ហាដូចនេះជាទីច្បាស់លាស់ចំពោះខ្ញុំមកយូរហើយទើបឆ្លើយទៅគាត់បានយ៉ាងងាយស្រួលមនាលឧបាសកបាបឬបុណ្យនៅនឹងចិត្តជាសំខាន់បើចិត្តមិនត្រេកអរក្នុងបាបសូម្បីតែបង្កប់បង្ខំឲ្យធ្វើបាបក៏មិនជាបាបឬបាបតិចចុះតែបើចិត្តត្រេកអរក្នុងបាបសូម្បីមិនធ្វើបាបខ្លួនឯងបានដឹងដំណឹងថាគេធ្វើបាបហើយត្រេកអរតាមគេក៏ជាបាបដែរពិតមែនហើយសាច់ដែលអាត្មាបរិភោគជារបស់បានមកពីការប្លន់រឹបជាន់ជីវិតគេជារបស់ចោលអាត្មាក៏ដឹងហើយថាគេប្លន់មកពីសត្វតែអាត្មាមិនដែលត្រេកអរក្នុងការបានទទួលសាច់នោះមិនដែលត្រេកអររីករាយចិត្តក្នុងការបរិភោគសាច់នោះទាំងដែលមិនពេញចិត្តចំពោះការដែលគេសម្លាប់យកសាច់នោះមកបានមិនដែលពេញចិត្តគិតសរសើរអ្នកសម្លាប់ផ្ទុយទៅវិញអាត្មាតែងនឹកគិតអាណិតសត្វដែលជាម្ចាស់សាច់នឹកតក់ស្លុតរន្ធត់រំភើបចំពោះការធ្វើទារុណកម្មរបស់អ្នកសម្លាប់តែត្រូវបរិភោគដោយសេចក្តីចាំបាច់បរិភោគដោយសេចក្តីសង្វេគស្លុតចិត្តដោយមាតាបរិភោគសាច់កូនក្នុងកន្តាមាគាមនាលឧបាសកអាត្មានឹងនិទានរឿងមួយឲ្យស្ដាប់ក្នុងអតីតកាលមានប្តីប្រពន្ធ2នាក់ធ្វើដំណើរឆ្លងកាត់សមុទ្រខ្សាច់ច្រើនថ្ងៃកន្លងផុតទៅក៏មិនមានផ្លូវនឹងឆ្លងផុតសមុទ្រខ្សាច់សោះស្បៀងអាហារក៏អស់រលីងសេចក្តីស្រែកឃ្លានព្រោះគ្មានអាហារចូលពោះក៏បានគ្របសង្កត់ធ្វើឲ្យបុរសជាបិតាគិតនឹងសម្លាប់កូនរបស់ខ្លួនស៊ីកាលពីគ្រូពិភាក្សានឹងភរិយាក៏ជំទាស់យ៉ាងម៉ឺងម៉ាត់
ព្រោះមាតាចិត្តទុនអាណិតកូនមិនហ៊ានធ្វើដូច្នោះសូម្បីខ្លួនត្រូវស្លាប់ក៏ដោយចុះតែគម្លានមិនអាចធ្វើឲ្យស្វាមីអត់ធន់តទៅទៀតបានយប់មួយកាលភរិយាដេកលង់លក់ហើយបុរសជាប្តីបានសម្លាប់កូនតូចអាសាច់ទុកកាលភរិយាភ្ញាក់ឡើងឃើញកូនតូចបាត់ទៅនឹងឃើញសាច់យ៉ាងច្រើនក៏តក់ស្លុតរន្ធត់ចិត្តមើលទៅជុំវិញខ្លួនមិនឃើញកូនឃើញតែសមុទ្រខ្សាច់ដាច់កន្ទុយភ្នែកនាងក៏ដឹងបានភ្លាមថាស្វាមីបានសម្លាប់កូនតូចទៅហើយនាងក៏ទៅជាខ្យល់ដួលសន្លប់ភ្លាមកាលភ្ញាក់ឡើងក៏យំរៀបរាប់ដល់កូនស្ទើរដាច់ខ្យល់ស្លាប់ដំបងនាងមិនព្រមប៉ះសាច់កូនស្វាមីបរិភោគតែម្នាក់ឯងកាលត្រូវគម្លានគ្របសង្កត់ខ្លាំងទើបព្រមស៊ីតែគ្រប់គ្រាដែលលើកសាច់កូនមកនឹងស៊ីនាងក៏យំរៀបរាប់បណ្ដាលដោយសេចក្តីស្រឡាញ់អាណិតអាល័យកូនស៊ីសាច់កូនដោយទឹកភ្នែកគ្រប់គ្រារហូតឆ្លងផុតសមុទ្រខ្សាច់មនាលឧបាសកក្នុងខណៈដែលបរិភោគសាច់អាត្មាបណ្ដោះការដឹងឲ្យកើតឡើងដូចគ្នានឹងការដឹងរបស់ម្ដាយនោះដែលស៊ីសាច់កូនក្នុងសមុទ្រខ្សាច់នោះបរិភោគដោយសេចក្តីអាណិតសង្វេគបរិភោគដោយសេចក្តីចាំបាច់ខានមិនបានពិតកាលបើដូច្នោះចិត្តរបស់អាត្មាក៏មិនត្រេកអរក្នុងបាបសំបីតិចតួចឡើយតើឲ្យអាត្មាទទួលបាបយ៉ាងដូចម្ដេចពេលអធិប្បាយព្រមទាំងនិទានរបស់ខ្ញុំបានផលបរិសចាស់យល់ឃើញស្របភ្លាមខ្ញុំមិនដែលស្ដាប់អត្ថាធិប្បាយប្រកបដោយហេតុផលច្បាស់លាស់ងាយយល់យ៉ាងនេះមកពីមុនទេទើបសម្គាល់យល់យ៉ាងស្វិតស្វាញថាការស៊ីសាច់សត្វសុទ្ធតែបាបដោយប្រការទាំងពួងតែដែលពិតនោះស៊ីឲ្យបាបក៏បានស៊ីមិនឲ្យបាបក៏បានវាសំខាន់នៅត្រង់ចិត្តនេះឯងតាំងពីពេលនោះមកគុំពកៈបរិសជរាអ្នកនាំផ្លូវចិត្តរបស់អ្នកស្រុកកោកិលាក្រៀមក៏បែរមកគោរពគប់រកខ្ញុំដោយសុទ្ធតែចិត្ត